បាទជម្រាបសួរវីដេអូនេះខ្ញុំនិយាយរឿងនាលោកមឿនបាទហើយវីដេអូនេះសូមផ្ញើទៅដល់ម្ចាស់កសិដ្ឋានស្ដេចគុយបាបាទហើយខ្ញុំក៏ជា fan គាត់ដែរចូលចិត្តស្ដាប់គាត់និយាយចូលចិត្តមើលមន់គាត់និយាយហើយតាក់ទងនឹងការបញ្ញាមន់ទៅឲ្យអតិជនគាត់តម្លៃមន់មួយហ្នឹងគឺ$169បាទហើយនេះបាទគាត់$169ហើយផ្ញើទៅតាមតាក់ស៊ីដែលអ្នកទិញនឹងគាត់តម្លាក់លេខតម្លាក់ទីតាំងតម្លាក់លេខខ្លួនគាត់តម្លាក់លេខតាក់ស៊ីឲ្យអញ្ចឹងហើយក៏ផ្ញើតាមតាក់ស៊ីដោយមន់នោះមានសុខភាពល្អហើយតម្លៃមន់$169ដល់ពេលណាផ្ញើតាមតាក់ស៊ីលេងទៅដល់ផ្ទះមន់នោះក៏ស្លាប់បាទហើយគាត់បានសួរយោបល់តាមបណ្ដាញសង្គមហើយខ្ញុំឃើញវីដេអូនេះក៏ចាប់ផ្ដើមចេញវីដេអូដែរថានឹងធ្វើមិនទេបងបើខាងឡានតាក់ស៊ីកាត់មិនទទួលខុសត្រូវមានតែបងជួយចេញខ្លះបងត្រូវបើបងជួយចេញបងត្រូវខាតមន់មួយហើយខាតលុយទៀតបាទអាហ្នឹងហើយបើបងជួយចេញបងរក្សាមួយរក្សាកិត្តិយសបងខ្ញុំជឿជាក់ថាថ្ងៃក្រោយក៏ជារឿងមួយសម្រាប់បងដែរគឺពេលនោះយើងអាចចេះតែខ្លាចទៀតបងយើងវាចុះបើទិញ10នាក់ហើយឡានផ្ញើទៅងាប់ទាំង10បងជួយចេញទាំង10អាហ្នឹងគឺមិនអាចទេហើយខ្ញុំជឿថានេះក៏ជាលើកទី1សម្រាប់បងដែរបាទអាហ្នឹងគឺជាសម្ដីរបស់បងអូនទេហើយបងយល់ថាសម្ដីបងអូននឹងនិយាយទៅជ្រុលជ្រោះគឺសូមភ័យទោសផងបងបើសម្រាប់ខ្ញុំថាបងជួយចេញ50%ឬក៏បងជួយបញ្ចុះតម្លៃត្រឹមឲ្យគាត់$50ឬក៏$69គឺបងខាតលុយប៉ុណ្ណឹងហើយក៏ខាតមន់មួយបាទហើយក៏ប៉ុន្តែបងរក្សាមួយខ្ញុំជឿថាបងប្រុសម្នាក់នោះគាត់នឹងជួយទិញបងតទៀតព្រោះខ្ញុំជឿថាមួយបងច្រើនបាទហើយក៏សម្បូរអ្នកទុកចិត្តបងដែរហើយខ្ញុំជឿជាក់ថាម្នាក់នឹងដែលទទួលមន់ពីបងដែលតាក់ស៊ីធ្វើឲ្យងាប់នោះក៏គាត់មិនបន្ទោសបងដែរបាទតែនឹងធ្វើម៉េចបើតាក់ស៊ីគាត់មិនទទួលខុសត្រូវហើយនេះក៏ជាវាคล้ายទៅជាទំនួលខុសត្រូវទៅលើអ្នកលក់វិញបាទឲ្យយើងប្រកែកថាយើងមិនសងក៏បានដែរប៉ុន្តែបើយើងគិតថាអាចនឹងធ្វើឲ្យគាត់ជាមួយយើងប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំក៏ល្អបងព្រោះយើងអ្នករស់ស៊ីបងបាទចង់មានអីច្រើនទេបងជ្រាបលាបងគួយបាទ